បងប្អូនទាំងអស់គ្នាដឹងអត់ថាមនុស្សស្រីយើងវ័យដែលកំពុងពេញមុនស្នេហ៍បំផុតគឺនៅអាយុប្រមាណនេះតាមការសង្កេតមើលបងប្អូនទាំងអស់គ្នាមនុស្សស្រីដែលវ័យកំពុងពេញស្នេហ៍បំផុតហ្នឹងគឺអាចថាចន្លោះវ័យពី37 38និយាយទៅគឺ30ក្រាស់រហូតដល់40ឆ្នាំ40ជាងអីហ្នឹងចាអញ្ចឹងវ័យនេះគឺជាវ័យមួយដែលកំពុងគួរឲ្យស្រឡាញ់ខ្លាំងមែនទែនវ័យពេញស្នេហ៍ហ្មងវ័យនេះគឺអត់ចេះអញញ៉ៃទេហើយក៏មិនសូវចេះងងក់ដែរអត់ចេះខឹងច្រើនអត់ចេះធ្វើបាបខ្លួនឯងទៀតស្រឡាញ់ខ្លួនឯងចេះមើលថែខ្លួនឯងអញ្ចឹងណាវ័យនេះគឺជាវ័យដែលបកាយយល់ចិត្តវ័យដែលនឹងថឹងស្រឡាញ់ខ្លួនឯងគោរពខ្លួនឯងជាវ័យដែលប្រឹងរលុយវ័យដែលអាចរកក្តីសុខឲ្យខ្លួនឯងបានអាចរកក្តីសុខឲ្យមនុស្សនៅជុំវិញខ្លួនឯងបានរួមទៅជាហេតុដែលធ្វើឲ្យសម្លឹងមើលទៅច្រកណាក៏មានមុនស្នេហ៍ដែរណាអ្នកណាខ្លះវ័យ30ក្រាស់40ជាងតិចតួចចូលខមមិនមើលតើមើលមកខ្លួនឯងជាមនុស្សដែលមានមុនស្នេហ៍ដូចខ្ញុំនិយាយដែរខ្ញុំឃើញបងស្រីម្នាក់គាត់និយាយនៅក្នុង TikTok របស់គាត់ណាខ្ញុំចូលទៅ post ទៅ share ទៅ comment នៅក្នុង clip របស់គាត់ដែរគាត់ថាអញ្ចេះមាន fan នៅក្នុង TikTok របស់គាត់ហ្នឹងណានិយាយមួយគាត់ថាថតកាមេរ៉ាដាក់តែមុខស៊ីនអញ្ចឹងគេថាស្អាតហ្នឹងចាអញ្ចឹងគាត់ក៏បាន reply comment ហ្នឹងទៅមិត្តភ័ក្តិនៅក្នុងបណ្ដាញនៅក្នុង TikTok របស់គាត់នឹងវិញថាមិនទេបើមុខយើងមិនសូវស្អាតអីចឹងណាស្បែកយើងវាជ្រាវវាជ្រួញអីខ្លះអញ្ចឹងតាមធម្មជាតិអញ្ចឹងទៅហើយគាត់ក៏បាននិយាយទៀតថាយើងទោះបីជាយើងមិនស្អាតបែបណាក៏យើងអាចនៅក្នុងការលើកទឹកចិត្តខ្លួនឯងស្រឡាញ់ខ្លួនឯងគ្រប់គ្រងខ្លួនឯងផ្ដល់តម្លៃផ្ដល់ភាពសំខាន់ឲ្យខ្លួនឯងខ្ញុំឃើញ clip វីដេអូមួយហ្នឹងខ្ញុំសប្បាយចិត្តមែនតើឃើញអត់នៅពេលដែលយើងជាមនុស្សស្គាល់ពីខ្លួនឯងអញ្ចឹងនៅពេលដែលយើងស្គាល់ខ្លួនឯងយើងចាប់ផ្ដើមយល់ថាខ្លួនឯងមានចំណុចខ្វះខាតអីចំណុចខ្លាំងអីចំណុចប្រកែអីគឺយើងដឹងអំពីតម្លៃរបស់ខ្លួនឯងហ្មងជាពិសេសនៅពេលដែលយើងបានដឹងហើយគឺយើងឆ្លាតនៅក្នុងការលើកតម្កើងខ្លួនឯងអត់ចាំបាច់ឲ្យអ្នកណាម្នាក់មកតសើថាយើងស្អាតយើងប្រកែយើងខ្លាំងបែបនេះទេយើងខ្លួនឯងត្រូវតែដឹងរឿងនេះដោយខ្លួនឯងអញ្ចឹងខ្ញុំឃើញ clip បងស្រីគាត់និយាយគឺខ្ញុំសប្បាយចិត្តដែលថាឃើញអត់ទោះបីជាយើងអត់ស្អាតមានតែយើងខ្លួនយើងទេដើរតែសើខ្លួនឯងមនុស្សប្រមាណអ្នកដែលគេមកតសើយើងទៅលើកតម្កើងយើងមកផ្ដល់កម្លាំងចិត្តឲ្យយើងវានៅតែយើងម្នាក់ឯងប៉ុណ្ណោះណាដែលលើកតម្កើងខ្លួនឯងដែលសរសើរខ្លួនឯងទឹកចិត្តខ្លួនឯងឲ្យដើរទៅមុខតពេលខ្លះទោះបីយើងអត់ស្អាតចាយើងអត់មានសូវមានជំនឿជាក់លើខ្លួនឯងព្រោះមុខយើងអត់ស្អាតមានស្មារតីមួយថាខ្លួនឯងត្រូវលើកតម្កើងខ្លួនឯងខ្លួនឯងត្រូវសរសើរខ្លួនឯងខ្លួនឯងត្រូវស្រឡាញ់ខ្លួនឯងអញ្ចឹងនៅពេលដែលយើងធ្វើរឿងទាំងអស់ហ្នឹងទៅមជ្ឈដ្ឋានខាងក្រៅអត់ប៉ះពាល់អីដល់ផ្លូវចិត្តរបស់យើងទេ